ដីជាភូមិដែលតែងឃុំក្រងថែរក្សាប្រជាជនខ្មែរពីគ្រោះធម្មជាតិដ៏កាចសាហាវនានាតាមពិតទីនេះគឺជាទឹកដីនៃបណ្ដាសាភូមិសាស្ត្រនយោបាយដ៏សែនរ៉ាំរ៉ៃចាប់តាំងតែពីសម័យបុរាណរហូតមកដល់បច្ចុប្បន្នចាប់តាំងពីមុនសម័យសង្គ្រាមលោករហូតមកដល់ការប្រកួតប្រជែងអំណាចយ៉ាងប្រទីងប្រទង់រវាងអាមេរិកនិងប្រទេសចិនវាក៏បានរុញច្រានឲ្យកម្ពុជានៅក្នុងស្ថានភាពដកដង្ហើមធំក្នុងការថ្លឹងថ្លែងរក្សាតុល្យភាពនយោបាយការបរទេសការពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់កម្ចីនិងការវិនិយោគពីក្រុងប៉េកាំងដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធធំវាបានញ៉ាំងឲ្យកម្ពុជារងការចោទប្រកាន់ជាបន្តបន្ទាប់ពីពួកបស្ចិមប្រទេសពិសេសជុំវិញការសង្ស័យលើការលេចឡើងនៃមូលដ្ឋានទ័ពបរទេសនៅតំបន់សមុទ្ររៀមទោះបីជារដ្ឋធម្មនុញ្ញកម្ពុជាបានសច្ចាថាហាមឃាត់ដាច់ខាតក៏ដោយក្តីសម្ពាធទាំងនេះវាបានជាអត្តពលជាអវិជ្ជមានណាស់ដល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងអាមេរិកព្រមទាំងអឺរ៉ុបដែលជាទីផ្សារនាំចេញសម្លៀកបំពាក់ដ៏ធំបំផុតរបស់កម្ពុជាបន្ថែមពីលើសម្ពាធពីមហាអំណាចកម្ពុជាក៏បានធ្លាក់ចូលវិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងរបំផុតមួយគឺវិបត្តិការទូតនិងសង្គ្រាមឈ្លានពានដ៏ខ្លាំងក្លាជាមួយនឹងប្រទេសថៃកាលពីឆ្នាំ2025ភាពតានតឹងរវាងកម្ពុជាថៃបានចាប់ផ្ដើមកម្រើកឡើងវិញតាំងពីពាក់កណ្ដាលឆ្នាំមុនដែលបណ្ដាលឲ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាយ៉ាងដំណំបង្ខំឲ្យពលរដ្ឋខ្មែរជិតកន្លះលាននាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងនិងរឹតតែមហន្តរាយគឺទឹកដីខ្មែរច្រើនចំណុចរាប់ទាំងតំបន់ប្រាសាទតាមាន់ប្រាសាទតាក្របីតំបន់ថ្មដានិងអូស្វាញ់ជាដើមត្រូវបានក្រុមយោធាឈ្លានពានថៃដណ្ដើមយកបានគួរឲ្យអសូរជាពន់ពេកវិបត្តិនេះបានក្លាយជាអំរែកយ៉ាងធ្ងន់លើរដ្ឋអំណាចកម្ពុជាក្នុងការដោះស្រាយចំនួនតាមផ្លូវច្បាប់អន្តរជាតិនិងការទូតពហុភាគីក្រោមការជំរុញនិងការធ្វើការទូតចម្លងពីបណ្ដារដ្ឋជាប្រធានអាស៊ានជាអាចម៉ាឡេស៊ីនិងហ្វីលីពីនរួមទាំងការសម្របសម្រួលពីមហាអំណាចចិននិងអាមេរិកទើបការប្រយុទ្ធគ្នាបានបញ្ចប់តែភាពល្អក់កកនិងការប្រឈមមុខដាក់គ្នារវាងយោធាតាមខ្សែសីមានៃរដ្ឋទាំងពីរនៅតែជាស្រមោលអន្ទោលតាមប្រាណដែលគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ចនិងទេសចរណ៍របស់កម្ពុជាមិនទាន់ផុតរលត់នៅឡើយទេងាកមកសង្វៀននយោបាយផ្ទៃក្នុងស្រុកដែលសម្បូរទៅដោយរឿងអាស្រូវវិញកម្ពុជាបានឆ្លងកាត់នៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំមួយគឺជាការផ្ទេរអំណាចពីឋានដឹកនាំជំនាន់ចាស់មកកាន់អ្នកដឹកនាំបន្តវេនជំនាន់ថ្មីក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនេះគឺជារបត់ធំណាស់ក្នុងមួយប្រវត្តិសាស្ត្រកម្ពុជាត្បិតកម្ពុជាពិតជាកម្រណាស់ដែលអាចបដូរមេដឹកនាំប្រព្រឹត្តទៅដោយភាពរលូនស្ថិរភាពនិងគ្មានការបង្ហូរឈាមបែបនេះប៉ុន្តែរដ្ឋការថ្មីនេះត្រូវតែប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងក្នុងការរកការទទួលស្គាល់និងការទុកចិត្តពីប្រជាពលរដ្ឋត្បិតបំណុលនយោបាយនិងបញ្ហាដែលបន្សល់ពីរដ្ឋការជាន់ចាស់ប្រកាសคล้ายជាបន្ទុកយ៉ាងមហិមាសម្រាប់អ្នកបន្តវេនជាពិសេសចំពោះបញ្ហារដ្ឋបាលសាធារណៈដែលសម្បូរដោយការរិះគន់អំពើពុករលួយនិងការរីកធំហួសហេតុនៅចំនួនមន្ត្រីឬទីប្រឹក្សាប៉ុន្តែល្បឿនការងារបែរជាយឺតដូចដំណើរខ្យល់ទោះជាយ៉ាងណាក៏ដោយការវិវត្តនយោបាយថ្មីនេះក៏បានបង្កើតជាការសាកល្បងដ៏ធំរវាងអិសរាជជននយោបាយចាស់ទុំចំនួនមុនដែលជាអ្នកត្រួសត្រាយផ្លូវនិងអ្នកដឹកនាំថ្មីថ្មោងក្នុងការរក្សាធ្លុងសាមគ្គីភាពផ្ទៃក្នុងនិងការបែងចែកប្រយោជន៍ឲ្យមានតុល្យភាពនៅពេលរដ្ឋាភិបាលត្រូវបន្តការដោះស្រាយការរិះគន់ពីក្រមសកម្មជននយោបាយក្រៅប្រទេសដែលតែងតែព្យាយាមទាញយកផលចំណេញពីបញ្ហាប្រឈមក្នុងស្រុកពិសេសក្នុងអំឡុងពេលដែលប្រទេសជាតិនៅក្នុងភាពប្រកាសអាសន្នឬរងសម្ពាធពីចំនួនក្រៅប្រទេសម្យ៉ាងវិញទៀតលំហសេរីភាពនយោបាយនិងលទ្ធិប្រជាធិបតេយ្យក្នុងស្រុកនៅតែបន្តរងការរិះគន់និងតាមដានយ៉ាងកៀកកិតពីផ្នែកសហគមន៍អន្តរជាតិត្បិតការចុះខ្សោយស្ទើរតែរលីងពីសម្លេងបកប្រឆាំងក្នុងស្រុកនិងការរឹតបន្តឹងលើសកម្មភាពសង្គមស៊ីវិលវាក៏បានក្លាយជាចំណុចស្នូលដែលធ្វើឲ្យកម្ពុជាពិបាកក្នុងការសាងរូបភាពជារដ្ឋប្រជាធិបតេយ្យពេញរូបឡើងវិញក្នុងយុគសម័យដែលទម្លាប់ធំជាងច្បាប់ធាតុពិតវិបត្តិនានានៅកម្ពុជាគឺមានឫសគល់កល្លងច្បាស់ណាស់គឺមកពីបញ្ហានៃអំពើពុករលួយនិងបព្វនិយមទោះបីមានការខិតខំប្រឹងប្រែងបង្កើតច្បាប់និងស្ថាប័នប្រឆាំងអំពើពុករលួយក៏ដោយក៏បញ្ហាអំពើពុករលួយស៊ីរូងផ្ទៃក្នុងនិងប្រព័ន្ធបព្វនិយមនៅតែជាជំងឺមហារីកដ៏មហារ៉ាំរ៉ៃដែលចាក់ឫសយ៉ាងជ្រៅក្នុងរចនាសម្ព័ន្ធសង្គមនិងការគ្រប់គ្រងរដ្ឋបាលសាធារណៈរបស់កម្ពុជាវប្បធម៌ខ្សែស្រឡាយនិងការលើកបន្ទប់សាច់ញាតិឬមនុស្សក្នុងក្រុមបព្វពួកឲ្យកាន់តំណែងសំខាន់ៗដែលមិនផ្អែកលើសមត្ថភាពពិតប្រាកដ
វាបាននឹងកំពុងបំផ្លាញប្រព័ន្ធគុណនាធិបតេយ្យយ៉ាងធ្ងន់ធ្ងរយុវជននឹងធនធានមនុស្សដែលមានចំណេះដឹងនិងសមត្ថភាពខ្ពស់ប៉ុន្តែខ្វះក្នុងបង្អែកឬខ្សែស្រឡាយនយោបាយជារឿយៗបានបាត់បង់ឱកាសក្នុងការចូលរួមបម្រើជាតិឬគ្មានឱកាសឡើយក្នុងការចម្រើនក្នុងទូនាទីរបស់ខ្លួនជារឿយៗវិបត្តិនេះតែងតែញ៉ាំងឲ្យប្រជាពលរដ្ឋក្រីក្រឬអ្នកគ្មានខ្សែស្រឡាយច្រើនណាស់មានការខកចិត្តនិងនាំមានការបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌និងប្រព័ន្ធអប់រំក្នុងសង្គមកម្ពុជាជាងនេះទៅទៀតអំពើពុករលួយជាប្រព័ន្ធចាប់តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើវាបានបង្កើតជាតម្លៃលាក់កំបាំងដ៏ខ្ពស់ហួសហេតុក្នុងការរត់ការឯកសារនិងការធ្វើអាជីវកម្មណាមួយឧបសគ្គនេះបានរារាំងក្រុមហ៊ុនវិនិយោគបរទេសខ្នាតអន្តរជាតិដែលមានស្តង់ដារតម្លាភាពខ្ពស់មិនអាចមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបានដែលជាហេតុធ្វើឲ្យកម្ពុជាបានបាត់បង់ឱកាសមាសជាច្រើនក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការទទួលបានបច្ចេកវិទ្យាឧស្សាហកម្មកម្រិតខ្ពស់បន្ទាប់ពីបានស្គាល់ការលុតសេដ្ឋកិច្ចយ៉ាងគំហុកក្នុងរយៈពេលប្រមាណ2ទសវត្សរ៍ចុងក្រោយមកកម្ពុជាពេលនេះគឺក្នុងដំណាក់កាលងាយរងគ្រោះណាស់លើបញ្ហាសេដ្ឋកិច្ចនិងប្រឈមនឹងការជាប់គាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធវិស័យអចលនទ្រព្យនិងសំណង់ដែលធ្លាប់តែជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចជាតិបានធ្លាក់ចុះយ៉ាងគំហុកបន្ទាប់ពីការចាក់ចែងនៃលំហូរវិនិយោគកិនចិននិងការផ្ទុះឡើងនៃវិបត្តិសកលនានាអគារខ្ពស់ៗនិងគម្រោងបរិយាជាច្រើនត្រូវបានគេបោះបង់ចោលឬកកស្ទះការសាងសង់ដែលបង្កជាផលប៉ះពាល់ជាប់រយងដោយសម្លកំពឹសរាលដាលដោយវិស័យធនាគារសម្ភារៈសំណង់នឹងធ្វើឲ្យកម្មកររាប់សែននាក់ត្រូវបានបាត់បង់ប្រភពចំណូលទន្ទឹមនឹងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យវិបត្តិបំណុលឯកជនដែលមានការប្រាក់ច្រើននិងមីក្រូហិរញ្ញវត្ថុបានខ្លាចជាគ្រាប់បែកពេលវេលាដ៏គួរឲ្យភ័យខ្លាចសម្រាប់សង្គមខ្មែរពលរដ្ឋខ្មែរភាគច្រើនទាំងនៅក្នុងក្រុងនិងតាមតំបន់ដាច់ស្រយាលកំពុងចុចជំពាក់បំណុលក្នុងកម្រិតខ្ពស់ហួសពីសមត្ថភាពសងត្រឡប់វិញដោយសារតែការធ្លាក់ចុះនៃប្រាក់ចំណូលប្រចាំថ្ងៃនៅពេលដែលការប្រាក់និងប្រាក់ដើមនៅតែបន្តកើនឡើងការបង្ខំចិត្តលក់ដីធ្លីដែលជាទ្រព្យសម្បត្តិបង្អែកចុងក្រោយដើម្បីដោះសងបំណុលបានរុញច្រានឲ្យគ្រួសារជាច្រើនរអិលធ្លាក់ចូលក្នុងអន្ទាក់នៃភាពក្រីក្រសារជាថ្មីបង្កើតជាវិបត្តិសង្គមដ៏ស្ងប់ស្ងាត់ប៉ុន្តែមានឥទ្ធិពលបំផ្លិចបំផ្លាញយ៉ាងខ្លាំងដល់ស្ថិរភាពគ្រួសារនិងម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូលវិបត្តិថ្មីស្រឡាងដែលកំពុងអង្រួនកេរ្តិ៍ឈ្មោះកម្ពុជាឲ្យស្អុយអាសោចលើឆាកអន្តរជាតិគឺជាការរីករាលដាលនៃឧក្រិដ្ឋកម្មបច្ចេកវិទ្យានិងមណ្ឌលឆបោកអនឡាញឆ្លងដែនក្រោយការសម្រេចចិត្តបិទល្បែងស៊ីសងអនឡាញនៅចុងឆ្នាំ2019ផ្សំគ្នាជាមួយនឹងវិបត្តិកូវីដដែលបង្ខាំងមនុស្សមិនអាចចេញទៅក្រៅបានបណ្ដាក្រុមក្រិតជនឆ្លងដែនជើងខ្លាំងដែលភាគច្រើនជាជនជាតិចិនបានបំផ្លាញខ្លួនទៅជាបណ្ដាញកុតកម្មបោកប្រាស់តាមប្រព័ន្ធទូរគមនាគមន៍ដ៏សែនមានឥទ្ធិពលពួកគេបានប្រើប្រាស់ទីតាំងអគារដែលនៅជាប់គាំងនានានៅក្រុងព្រះសីហនុភ្នំពេញនិងតំបន់សេដ្ឋកិច្ចពិសេសតាមព្រំដែននានាធ្វើជាមណ្ឌលបង្ខាំងមនុស្សដើម្បីប្រតិបត្តិការដើម្បីបោកប្រាស់មនុស្សនៅជុំវិញពិភពលោកអ្វីដែលគួរឲ្យរន្ធត់បំផុតនោះវិបត្តិនេះបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងការជួញដូរមនុស្សនិងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរជនបរទេសរាប់ម៉ឺននាក់មកពីជុំវិញពិភពលោកត្រូវបានអូសទាញក្រោមល្បិចបោកប្រាស់ជ្រើសរើសពលករឲ្យមកធ្វើការងារដែលមានប្រាក់ខែខ្ពស់ប៉ុន្តែនៅពេលមកដល់កម្ពុជាពួកគេត្រូវបានគេដកហូតលិខិតឆ្លងដែនបង្ខាំងសេរីភាពនិងបង្ខំឲ្យធ្វើការជាអ្នកបោកប្រាស់តាមអ៊ីនធឺណិតជនរងគ្រោះដែលមិនព្រមសហការឬធ្វើមិនគ្រប់ផែនការត្រូវរងការធ្វើទរណកម្មយ៉ាងប្រៃផ្សៃវាយដំបង្អត់អាហារឬលក់បន្តពីមណ្ឌលមួយទៅមណ្ឌលមួយទៀតដូចទំនិញរបាយការណ៍ស៊ើបអង្កេតចំពីអង្គការសហប្រជាជាតិនិងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំបានវាយប្រហារលើរូបភាពរបស់កម្ពុជាដែលចោទប្រកាន់ថាមានការបើកដៃឬការការពារពីបុគ្គលមានអំណាចនិងមានឥទ្ធិពលនៅក្នុងស្រុកទោះបីរដ្ឋអំណាចខ្មែរបានព្យាយាមស្ដារកេរ្តិ៍ឈ្មោះដោយការបើកយុទ្ធនាការបង្ក្រាបនិងចាប់បញ្ជូនខ្លួនឧក្រិដ្ឋជនធំឲ្យទៅទទួលទោសនៅស្រុកកំណើតជាបន្តបន្ទាប់ក៏ដោយក៏ភាពខ្មាំងងងឹតនៃឧក្រិដ្ឋកម្មអនឡាញស្កេមនេះបានបំផ្លាញទំនុកចិត្តលើខ្សែទេសចរនិងធ្វើឲ្យអ្នកវិនិយោគស្របច្បាប់មានការរារែកណាស់ក្នុងការឈានជើងចូលមករកស៊ីក្នុងប្រទេសកម្ពុជាសរុបសេចក្តីមករបត់នៃវិបត្តិថ្មីរបស់កម្ពុជាក្នុងសតវត្សទី21នេះវាបានផ្លាស់ប្ដូរទម្រង់ពីសង្គ្រាមត្រជាក់មករកសង្គ្រាមនៃរចនាសម្ព័ន្ធផ្ទៃក្នុងនិងការប្រកួតប្រជែងកេរ្តិ៍ឈ្មោះរួមទាំងការបូរណភាពទឹកដីលើឆាកអន្តរជាតិវិញទីតាំងភូមិសាស្ត្រនយោបាយក៏ដូចជាមេរៀនសង្គ្រាមព្រំដែនជាមួយថៃកាលពីឆ្នាំទៅបានបង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់របស់កម្ពុជាក្នុងការរំដោះខ្លួនពីសម្ពាធប្រទេសជិតខាងនិងការជឿជ្រែកពីបរទេសខាងក្រៅ
ដោយទាមទារនូវសិល្បៈការបរទេសដ៏សែនប៉ិនប្រសប់ដើម្បីរក្សាលំនឹងតរយៈភាពអំណាចមានតែការកសាងប្រព័ន្ធច្បាប់ដ៏រឹងមាំតម្លាភាពនិងការកែតម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចពិតប្រាកដទេទើបអាចជួយឲ្យកម្ពុជាជំនះរាល់វិបត្តិស្រទាប់ថ្មីៗទាំងនេះនិងធានានូវការអភិវឌ្ឍជាតិមួយប្រកបដោយចីរភាពសមធម៌សង្គមនិងការរក្សាបាននូវកិត្តិយសជាតិលើឆាកអន្តរជាតិយ៉ាងពេញលេញ